ពេលវេលាសម្រាប់គឺមានតែមួយថ្ងៃឯងក៏ប៉ុន្តែខ្ញុំអាចដើរលេងបានពីកន្លែងអ្វីដែលសំខាន់គឺវិលល្ងាចទៀតតោះទៅតាមដាន vlog ទាំងអស់គ្នា plan របស់ពួកខ្ញុំគឺជួបជុំគ្នាម៉ោង 5 កន្លះតម្រាំតែយើងនៅរៀបចំនៅពិភាក្សាគ្នាឯងទិញទួយហើយតម្រាំតែយើងជិះតាមផ្លូវទៀតអាចនឹង 5 ហើយពួកខ្ញុំក៏បានឆ្លៀតចូលទិញកាហ្វេញ៉ាំបើសិនជាអត់មានកាហ្វេទេគឺអត់មានចតុលទល់ភ្នែកទេអ្នកទាំងអស់គ្នាឡើងឡានប្រកាសជាដេកហើយនេះគឺជា first time របស់ខ្ញុំដែលខ្ញុំបាន testing កាហ្វេសម្រាប់ខ្ញុំរសជាតិគឺឆ្ងាញ់ឥឡូវនេះគឺពួកយើងបានឡើងមកដល់ផ្លូវលបឿនលឿនហើយច្រកភ្នំពេញយើងហ្នឹងនេះតាមខ្ញុំស្មានម៉ោងមើលអាចនឹងម៉ោង 7 ជាង 7 អីហ្នឹងទើបយើងបានមកដល់ឡើងផ្លូវលបឿនលឿនហ្នឹងព្រោះដោយសារតែយើងនៅចូលចាក់សាំងនៅផឹកកាហ្វេនៅហក breakfast ញ៉ាំអីទិញទួចអញ្ចឹងណាឲ្យថប់អ្នកទាំងអស់គ្នាមានឃើញអីអត់ please focus on that panel អ្នកទាំងអស់គ្នាយើងទាំងអស់គ្នាក៏សិតតែដឹងដែរថាប្រទេសកម្ពុជាយើងកំពុងតែប្រឈមមុខទៅនឹងសង្គ្រាមអញ្ចឹងខ្ញុំចង់ក្រាញរលឹកទៅអ្នកទាំងអស់គ្នាថាត្រូវជឿជាក់លើរដ្ឋាភិបាលរបស់យើងអ្នកទាំងអស់គ្នាកុំបាក់ទឹកអញ្ចឹងយើងត្រូវនាំគ្នាផ្សព្វផ្សាយពីកន្លែងទេសចរពីកន្លែងដើរលេងណាស្អាតៗដើម្បីឲ្យភ្ញៀវទេសចរដែលគាត់មាន plan fly មកស្រុកខ្មែរឲ្យគាត់មើលដឹងថាប្រទេសកម្ពុជារបស់យើងគឺ safe គឺមានបញ្ហាទៅនៅខាងព្រំដែនថៃជាមួយនឹងកម្ពុជាទេតោះឥឡូវយើងទុកបញ្ហាហ្នឹងមកឡាយសិនណាអ្នកទាំងអស់គ្នាមកវាយមកមើលទេសភាពកាលដែលខ្ញុំមកខែប្រាំងខែក្តៅអ្នកទាំងអស់គ្នាខ្ញុំជិះតាមផ្លូវហ្នឹងក៏ស្អាតមកបែបដល់ឥឡូវនេះនៅពេលដែលរៀងខែធ្លាក់ខ្យល់តិចៗរឹតតែស្អាតខ្លាំងមែនតើហើយអ្វីដែលពិសេសអ្នកទាំងអស់គ្នាពេលមើលឃើញភ្នំទៅដូចគំនូខ្លាំងមែនតើវារៀងឃើញស្មោលភ្នំរៀងច្បាស់តិចៗហើយវាមានថែមអាប់អីបន្តិចបន្តួចអីផ្សែងខ្ញុំមិនដឹងថាផ្សែងឯអាប់ទេក៏មិនតែមើលមកគឺដូចគំនូខ្លាំងមែនតើហើយមួយទៀតអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមើលពីផ្នែកក្រៅវិញបាទអ្នកទាំងអស់គ្នាដឹងថាអូស្អាតខ្លាំងមែនតើឥឡូវនេះពួកខ្ញុំកំពុងតែហៅ WC តិចបន្ទាប់ពីរួចរាល់ហើយអ្នកទាំងអស់គ្នាឃើញអត់ទេសភាពគឺស្អាតខ្លាំងមែនតើថតមិនបានទេអត់ទាន់ឡើងឡានទៅទេនៅត្រឹមថតរូបថតវីដេអូអ្នកទាំងអស់គ្នាមើលសិនដូចខ្ញុំនិយាយអញ្ចឹងអ្នកទាំងអស់គ្នាដូចផ្ទាំងគំនូខ្លាំងមែនតើហើយកន្លែងនេះពិតជាស្អាតខ្លាំងមែនតើបើសិនជាភ្នំវិញគឺភ្នំក្រាស់មើលទៅឃើញក្រាស់ខ្មឹកហ្មងហើយលាយឡំជាមួយនឹងរបៀបថាថ្ងៃរះអស់ហេនៅបាំងពពកនៅបាំងអីអញ្ចឹងណាហើយក៏ឆ្លៀតហាត់ប្រាណតិចទៅណែរបៀបថាមានខ្យល់អីបក់តិចៗចុះកុំឲ្យខាតណាហក់ហាត់ប្រាណលេងសិននៅឥឡូវនេះគឺពួកខ្ញុំធ្វើដំណើរផ្សងព្រេង20ផ្សងព្រេងធ្វើដំណើរទៅមុខទៀតហើយអ្នកទាំងអស់គ្នានិយាយលេងឯងបើមេឃពពកវិញបាញ់និយាយអ្នកទាំងអស់គ្នាអើយលយខ្លាំងមែនតើហ្មងឥឡូវហ្នឹងគឺយើងបានមកដល់ក្រុងបរសៃអនុច្រកចូលទៅហើយហើយបន្ទាប់ពីយើងជិះហើយរៀបនឹងចុះពីផ្លូវលបឿនលឿនអ្នកនរគ្នាពួកខ្ញុំក៏មានអារម្មណ៍ថាឃ្លានជាខ្លាំងអញ្ចឹងពួកខ្ញុំក៏ទៅរកកន្លែងញ៉ាំអីដោយសារទៅជាមួយនឹងបងម្នាក់ដែលគាត់ស្គាល់ភូមិសាស្ត្រហ្នឹងហ្មងគឺគាត់នៅតាំងពីទូអញ្ចឹងណាក៏គាត់នាំមកញ៉ាំនៅកន្លែងកាទៀវគេហៅអីគេកាទៀវផាក់លើអ្នកនរគ្នាហើយខ្ញុំក៏ឆ្លៀតadd សាច់ជ្រូកក្រាមតិចអញ្ចឹងណាព្រោះជា favorite របស់ខ្ញុំហ្នឹងអញ្ចឹងអ្នកនរគ្នានេះមើលទំនងខ្លាំងមែនតើហើយមិត្តភក្តិខ្ញុំគាត់ញ៉ាំបាយសាច់ជ្រូកលាយជាមួយនឹងសាច់ផាក់លើដូចគ្នាតែខ្ញុំនិយាយមែនណាអ្នកនរគ្នាកាទៀវរបស់គាត់ឆ្ងាញ់ណាស់ខ្ញុំញ៉ាំនៅសោះតែទឹកគេទឹកហ្នឹងដោយសាររៀងខ្លាចចិត្តគេខ្លាចចិត្តឯងអញ្ចឹងណាអញ្ចឹងកុំអីត្រូវហត់អស់ទៀតតែអត់អីទេយើងត្រូវតែនិយាយលេងសាច់អីអ្នកនរគ្នាឆ្ងាញ់មែនណាសាច់ផាក់លើរបស់គាត់ក៏មានធំក្លិនអីដែរហើយសាច់ជ្រូកចិញ្ច្រាំរបស់គាត់និយាយទៅកាទៀវទឹកស៊ុបរបស់គាត់គឺល្មមក្នុងការញ៉ាំហ្មងណាបន្ទាប់ពីញ៉ាំអីហើយពួកខ្ញុំបានជិះការរង្វង់មូលព្រះសិវៈដើម្បីឆ្ពោះដំណើរទៅកាន់ឆ្នេររៀមអ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាមុននឹងទៅដល់សមុទ្រពួកខ្ញុំមកបន្ត mission របស់ខ្ញុំគឺដើរទៅរកផ្លូវភ្នំស្អាតមែនតើជាពិសេសអ្នកដែលទិញដីគឺទៅព្រោះដោយសារនេះជាប់ជាមួយនឹងព្រៃជាប់ជាមួយនឹងភ្នំអញ្ចឹងណាអ្នកដែលចង់ធ្វើផ្ទះអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយតែហាក់ទៅកំពង់សោមហេតុអីឈ្នះមកដល់កន្លែងណាភ្នំវិញអញ្
ចេះអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំនិយាយសិនបងស្រីដែលគាត់ទៅមួយខ្ញុំហ្នឹងគឺគាត់ត្រូវការទៅមើលដីរបស់គាត់ហើយគាត់យកផ្លាកទៅដាក់លក់អញ្ចឹងណានឹងមូលហេតុហ្នឹងឯងដែលពួកខ្ញុំធ្វើដំណើរទៅដើរកាត់ភ្នំហ្នឹងឯងអស់ពីភ្នំឥឡូវឆ្លងស្ពានរន្ធត់ម្ដងអ្នកទាំងអស់គ្នារន្ធត់អីឯងនិយាយលេងឯងស្ពានហ្នឹងរបៀបថាគេយកអាស័យយកមកដំអញ្ចឹងតែមាំល្អអ្នកនរគ្នាឆ្លងអត់មានអីឯងគ្រាន់តែថាយើងរៀងដើរបបាបន្តិចណាអញ្ចឹងឃើញអ្នកទាំងអស់គ្នាក្នុងពេលវេលាតែមួយខ្ញុំបាច់ដើរភ្លក់បានរសជាតិពីរទាំងសមុទ្រជាមួយនឹងភ្នំឥឡូវហ្នឹងគឺខ្ញុំបន្តដំណើរចេញទៅវិញអ្នកទាំងគ្នាទៅឆ្នេរកំពង់សោមFinally I'm so excited to see the sea តោះអ្នកគេខ្លះឃើញសមុទ្រហើយបាត់ stress ណាជាពិសេសអ្នកដែលល្បិចចង់ឲ្យសង្សារជូនមកមឹកនៅពេញហូបអត់កើតទេញ៉ាំអត់ឆ្ងាញ់ទេតែមកមឹកនៅសមុទ្របានឆ្ងាញ់មកនៅកំពង់សោមបានឆ្ងាញ់ញ៉ាំជាមួយនឹងបរិយាសមុទ្រហ្នឹងហើយគឺត្រូវឲ្យសំបីតែខ្ញុំក៏អញ្ចឹងដូចគ្នាដែរទូទៅអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានមកដល់នៅសមុទ្រហើយជាពិសេសនៅកំពង់សោមដល់គ្នាឃើញថាបរិយាកាសនៅទីហ្នឹងពិតជាសប្បាយខ្លាំងដែរខ្ញុំយកអ្នកទាំងអស់គ្នាមើលនៅកន្លែងសមុទ្រនេះថាតើអ្នកទាំងអស់គ្នាអាខ្លាំងOh my god ដូចខ្ញុំនិយាយពីដើមវីដេអូចឹងអ្នកទាំងអស់គ្នាគឺអាកាសធាតុនៅក្នុងថ្ងៃដែលខ្ញុំទៅលេងនៅឆ្នេរសមុទ្រនឹងគឺថាអំណោយផលខ្លាំងមែនតើអត់សូវក្តៅទេអ្នកទាំងអស់ដូចមេឃរបៀបថារៀងស្ទុំតិចតិចប៉ុន្តែក៏មានរៀងពន្លឺថ្ងៃតិចដែរក៏ប៉ុន្តែអត់ជាបញ្ហាតែមកហើយ fresh ខ្លាំងហើយសំខាន់អ្វីដែលសំខាន់គឺពេលដែលមកហ្នឹងគឺចំទេសភាពអំណោយផលខ្លាំងមែនតើវាអត់មានថ្ងៃទេអញ្ចឹងសតុំយើងអាចលេងបានគាត់ថាយើងមកលេងយើងរៀងផែពួរសបល់តិចដោយសារតែចំហាយទៅសមុទ្រតែបន្ទាប់ពីដើរលេងឆ្អែតឆ្អន់ហើយយើងក៏មកហៅទិញអីញ៉ាំបាយថ្ងៃអ្នកនរគ្នាពុទ្ធសាសព្រឹកមិញហ្នឹងគឺយើងញ៉ាំកាទៀវយទៅចែកពួកខ្ញុំតដើរគឺត្រូវតែញ៉ាំព្រោះទម្លាប់របស់ពួកខ្ញុំគឺមួយថ្ងៃពួកខ្ញុំត្រូវញ៉ាំ3ដងអញ្ចឹងឲ្យតែពេលដើរលេងតែបើសិនជានៅធ្វើការអីអាហ្នឹងយើងអាចឈិតបានអីអញ្ចឹងណាយើងអាចញ៉ាំតែម្ដងអីទេហើយអ្វីដែលសំខាន់នេះណែបង្កងប៉ាក់បំពងអ្នកទាំងអស់គ្នាគាត់បំពងល្អខ្លាំងមែនតើហ្មងហើយឡើងខំនិយាយទៅមើលទៅគួរឲ្យចង់ញ៉ាំខ្លាំងមែនតើនេះពេលដែលយើងទិញទៅគឺគាត់បកឲ្យស្រាប់អញ្ចឹងណាមួយនឹងមឹកអ្នកទាំងអស់គ្នាណាគេក៏ដឹងដែរនិយាយទៅមឹកនៅកំពង់សោមហើយនៅវិញគឺវាខុសគ្នាត្រង់អីតែពិតរសជាតិដូចតែគ្នាគាត់ថាបរិយាកាសអញ្ចឹងយើងមកញ៉ាំសមុទ្រឆ្ងាញ់ជាងឥឡូវហ្នឹងហើយតែពិតឆ្ងាញ់ដោយសារបរិយាកាសហ្នឹងតែមឹកអានេះខ្ញុំមក review អានេះវិញអានេះគឺជាបកងប៉ាបំពងเป็นแบบ professional តែប៉ុន្តែនេះវាអត់សូវមានសាច់អូបង
อันนี้ครับบัสซันเชียวกระต่ายที่นั่นនេះกรอบอ่างយើងទួនចេះដើម្បីដាក់ចេះពួកយើងមានញ៉ាំគ្នាច្រើនយើងអាចញ៉ាំដល់ឡើងគ្នាបានទេបន្ទាប់ពីញ៉ាំបាយថ្ងៃហើយខ្ញុំក៏មាននំនៅខាងពុកម៉ាក់ខ្ញុំគាត់ចប់មកពីពេញណាគាត់ងើបបំពងតាំងពីយប់ប្រហែលជាងើបពីម៉ោង 2 ហ្នឹងបន្ទាប់ពីការញ៉ាំបាយពេលថ្ងៃហើយនឹងជាមួយនឹងការដើរលេងនៅតាមឆ្នេរសមុទ្រនឹងហើយពួកខ្ញុំក៏ឆ្លៀតចូលឆ្នេរកាហ្វេបន្តិចសម្រាប់ញ៉ាំដូចជាភេសជ្ជៈជាមួយនឹងការអង្គុយសាកថ្មអញ្ចឹងណាព្រោះទូរស័ព្ទរបស់ខ្ញុំចិត្តអស់ថ្មដែរអត់ទាន់បានសាកតាំងប្រឹងអញ្ចឹងក៏ចូលមកសម្រាកនៅនឹងឲ្យវារៀងត្រជាក់ហើយថ្មពេញបន្តិចចាំយើងចេញទៅទៀតបន្ទាប់ពីញ៉ាំភេសជ្ជៈហើយជាមួយនឹងសាកថ្មរួចរាល់ហើយពួកខ្ញុំក៏ត្រូវដើរលេងបន្តិចទៀតព្រោះដោយសារយើងដល់ម៉ោងត្រូវចេញទៅពេញវិញអញ្ចឹងណាតែដើរលេងហ្នឹងឃើញក្រែមនិយាយទៅអត់ចោលសោះក្រែមដូចក្មេងអញ្ចឹងចាស់ហើយតែចង់ញ៉ាំក្រែមទៀតចង់សាកហ្នឹងណាតើក្រែមនៅកំពង់សោមមាននឹងក្រែមពេញមួយណាឆ្ងាញ់ជាងនិយាយលេងទាំងអស់គ្នាឆ្ងាញ់ដូចតែគ្នានឹងតែរសជាតិគេគាត់បាទដែរតើរសជាតិដូចជាផ្លែដូងរសជាតិដូងហ្នឹងហើយឆ្ងាញ់គួរសមទាំងអស់គ្នាឥឡូវពួកខ្ញុំបានចេញពីឆ្នេរសមុទ្រហើយឥឡូវនេះគឺពួកខ្ញុំឆ្លៀតជិះចូលមកក្រុងបន្តិចជិះឆ្វែមើលលេងអញ្ចឹងណាជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាអ្នកដែលបាន Subscribe YouTube ខ្ញុំហើយឬក៏អត់ទាន់អីអញ្ចឹងកុំភ្លេចអញ្ជើញទៅ Subscribe YouTube ខ្ញុំផងណា Thank you អ្នកទាំងអស់គ្នា Thank you for watching Thank you everyone